បាទគ្រប់សួស្តីពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះថ្ងៃទី10 ខែ 3 បាទ2026ក្រុមជាងគូឌីកូបានចុះទៅតម្លើងប្រភេទក្រូឈើបាទចាប់ពីដាននៅខាងខេត្តបាត់ដំបងសឡូតចាស់បាទខាងក្រុមជាងគូឌីកូចុះទៅរៀបចំពីដានមួយសិតតែម្ដងបាទផ្ទះនេះ8-15បាទអញ្ចឹងខាងក្រុមជាងយើងចុះចាប់ពីដានទាំងអស់បាទយើងមាន2បន្ទប់គេងហើយនេះកន្លែងទទួលភ្ញៀវបាទហើយនឹងផ្ទះបាយមួយបាទទាំងអស់122ការ៉េបាទអញ្ចឹងខាងក្រុមជាងយើងចុះទៅកម្លាំងទាំងអស់ផងដែរបាទកំពុងតែរៀបចំកម្លាំងឲ្យបាទវិសកម្មភាពក្រៅម៉ោងបាទយើងនៅខាងសឡូតចាស់ហ្នឹងគឺយើងមានរមណីយដ្ឋានមួយហៅកំពង់ទូកបាទហើយយើងក៏មកមុជទឹកលេងជាមួយក្រុមជាងខាងគូឌីកូហើយក៏យើងញ៉ាំបាយល្ងាចជុំគ្នាផងដែរបាទនេះយើងមានមន់អាំងមួយទៅបាទនេះស្រស់បាទហើយយើងមានដូចជាកដោអាំងហើយនឹងចៀនផងដែរបាទនៅទឹកធ្លាក់កំពង់ឈុកហ្នឹងតែម្ដងបាទហើយបន្ទាប់មកក៏យើងរៀបចំបាទការងារបន្តទៀតហើយគ្រប់ជាងចុះទៅ12ថ្ងៃបាទបានហើយរួចរាល់អស់បាទហើយពេលដែលហើយរួចរាល់អស់ពិតជាស្រស់ស្អាតមែនទែនបងប្អូនបាទនេះដូចឃើញជាក់ស្ដែងអញ្ចឹងបាទសាច់ពណ៌ឈើបាទប្រភេទក្រូឈើបាទកម្រាស់8លីអាឡម៉ង់ផងដែរបាទនេះពិតជាស្រស់ស្អាតមែនទែនបាទពេលដែលហើយរួចរាល់គឺឃើញស្អាតតែម្ដងបាទអំពូមីងបងប្អូនដែលមានចំណាប់អារម្មណ៍ផ្ទះចាស់ថ្មីដែលមានតម្រូវការបាទអាចតំណែងខាងក្រុមជាងខាងប្អូនបានបាទយើងមានសេវាកម្មចុះទៅតម្លើងដល់គេហដ្ឋានពុកម៉ែបងប្អូនតែម្ដងបាទសូមអរគុណបាទសូមជម្រាបលា